សូមអនុញ្ញាតគោរពស្វាគមន៍លោកលោកស្រីអ្នកនាងកញ្ញាមកកាន់ប្រភពពណ៌ដ៏មាននឹងចំណេះដឹងប្រិយមិត្តនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពី5ចំណុចពីរាជបុត្ររបស់ស្ដេចថៃមហាវ៉ាជីរាឡុងកនអាចស្នងរាជបន្តពីបិតាទ្រង់ព្រះរាជបុត្រឌីផាងកនរ៉ាស់មីតជូទីប្រសូតនៅថ្ងៃទី29ខែមេសាឆ្នាំ2005ទ្រង់គឺជាបុត្រពៅដែលមានមាតាព្រះនាមស្រីរស្មីសុវឌីជាអតីតមហេសីទី3របស់ស្ដេចមហាវីជីរាឡុងកនបុត្រាអង្គនេះក៏ធ្លាប់មានសារព័ត៌មានធំចុះផ្សាយពីព្រះអង្គពីព្រះកិត្តិនាមទ្រង់ផងដែរបន្ទាប់ពីបិតាទ្រង់ប្រកាសថាព្រះរាជបុត្រឌីផាងកននឹងស្ថិតនៅជួរបន្ទាប់នៃរាជបល្ល័ង្ករបស់ប្រទេសថៃបើទោះជាយ៉ាងណាក៏ដោយគ្រប់យ៉ាងនៅមានអាថ៌កំបាំងពីព្រះអង្គម្ចាស់រាជទាយាទមានព្រះជន្ម17វស្សាខណៈរឿងខ្លះអំពីទ្រង់មនុស្សជាច្រើនប្រហែលជាមិនបានដឹងលម្អិតនោះទេបាទប្រិយមិត្តឥឡូវយើងចូលទៅដល់ចំណុចទី1បាទទ្រង់គឺជាបុត្រតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការរបស់ស្ដេចមហាវ៉ាជីរាឡុងកនតាមពិតរាជបុត្រឌីផាងកនមានបងប្អូនប្រុស4នាក់ទៀតប៉ុន្តែស្ដេចមហាវ៉ាជីរាឡុងកនមិនទទួលស្គាល់ជាផ្លូវការថាជាបុត្រាទ្រង់ឡើយចាប់តាំងពីមាតារបស់បុត្រា4អង្គនេះគឺអតីតមហេសីស៊ូចារីនីវីវ៉ាឆារ៉ាហ្វុងសេសបានភៀសខ្លួនចេញពីប្រទេសទៅរស់នៅសហរដ្ឋអាមេរិកព្រះរាជបុត្រអង្គនេះជាបុត្រតែមួយគត់របស់ស្ដេចបច្ចុប្បន្នព្រមទាំងទទួលស្គាល់និងជាអ្នកស្នងរាជបន្តពីទ្រង់ប៉ុណ្ណោះបាទទី2ទ្រង់ត្រូវបានបង្ហាញនៅក្នុងយុទ្ធនាការរបស់មាតារបស់ទ្រង់ព្រះនាមស្រីរស្មីបានចាប់ផ្ដើមយុទ្ធនាការបំបើកូនដោយទឹកដោះម្ដាយដែលមានចំណងជើងថាសៃយ៉ៃរ៉ាឆាម៉ាស៊ូឡូដែលមានចំណងជើងថាសៃយ៉ៃរ៉ាឆាម៉ៃស៊ូលូកបកប្រែថាក្តីស្រឡាញ់នឹងការយកចិត្តទុកដាក់ពីម្ដាយដល់កូនរូបភាពបុត្រារបស់មហេសីកាលនៅទារកត្រូវបានបង្ហាញវីដេអូមួយនៅលើ YouTube ដែលត្រូវបានបំផុសគំនិតដោយយុទ្ធនាការនេះបង្ហាញពីរូបភាពនិងឈុតខ្លីៗរបស់ទ្រង់ទាំងពីរជាមួយគ្នាយ៉ាងកក់ក្ដៅប្រិយមិត្តឥឡូវយើងចូលមកដល់ចំណុចទី3ទ្រង់រស់នៅដាច់ដោយឡែកពីមាតារបស់ព្រះអង្គអតីតមហេសីស្រីរស្មីស៊ូវឌីបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់វ៉ាជីរាឡុងកនពីឆ្នាំ2001ដល់ឆ្នាំ2014នៅពេលព្រះអង្គម្ចាស់តូចមានព្រះជន្ម9វស្សាសមាជិកគ្រួសារមាតារបស់ព្រះអង្គចំនួន7អង្គត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនិងបរិហាកេរ្តិ៍ព្រះមហាក្សត្រដែលជាបទឧក្រិដ្ឋនៅក្នុងប្រទេសថៃមហេសីស្រីរស្មីត្រូវបានគេដកចេញពីតំណែងរាជវង្សទាំងអស់ហើយឥឡូវនេះទ្រង់រស់នៅដោយឯកោនៅទីក្រុងនៅក្រៅទីក្រុងបាងកកបើទោះបីជាទ្រង់មិនត្រូវបានគេឃើញតាំងពីឆ្នាំ2014ជាឆ្នាំដែលបុត្រារបស់ទ្រង់បានឃើញទ្រង់លើកចុងក្រោយក៏ដោយបាទទី4ព្រះរាជបុត្រគឺជាអ្នកស្នងរាជមិនមែនជាអ្នកស្នងមរតកទេបាទតាមច្បាប់រាជវាំងព្រះអង្គម្ចាស់ឌីផាងកនជាអ្នកដំបូងគេក្នុងជួររាជបល្ល័ង្កបើទោះជាយ៉ាងណាក៏ដោយសារតែមាតានិងស្ដេចមហាវ៉ាជីរាឡុងកនបានលែងលះគ្នាទ្រង់អាចជំនួសឬសន្មតថាជាក្សត្រស្នងរាជប្រសិនបើស្ដេចមានបុត្រាជាមួយមហេសីបច្ចុប្បន្នក្នុងស្ថានភាពនោះព្រះរាជបុត្រថ្មីនឹងឡើងសោយរាជហើយទទួលតំណែងព្រះអង្គម្ចាស់ខណៈរាជបុត្រឌីផាងកនលែងជាអ្នកដំបងក្នុងជួររាជបល្ល័ង្កហើយបាទឥឡូវយើងមកដល់ចំណុចចុងក្រោយគឺចំណុចទី5ទ្រង់បានចាប់ផ្ដើមការងារស្ម័គ្រចិត្តក្នុងព្រះជន្ម14ព្រះវស្សាប៉ុណ្ណោះព្រះអង្គម្ចាស់ត្រូវបានគេប្រទះឃើញកំពុងតែសម្អាតបង្អួចនិងគូសជញ្ជាំងប្រាសាទនៃវិមានរាំងស្រីវត្តហាណាមេម៉ូរ៉ែលដែលតម្កល់ព្រះសារីរិកធាតុរបស់អតីតព្រះមហាក្សត្រីស៊ូណាន់ដាខូម៉ារីរ៉ាថាណាទ្រង់ក៏បានផ្ដល់អាហារនិងទឹកដល់ប្រជាពលរដ្ឋដែលមកបោះតង់នៅតាមបណ្ដោយព្រះបរមរាជសព
ក្នុងព្រឹត្តិការណ៍ស្ម័គ្រចិត្តមួយទៀតក្នុងប្រទេសអាល្លឺម៉ង់ទ្រង់បានបង្ហាញពីបំណងចង់ធ្វើអំពើល្អសម្រាប់អ្នកដទៃថែមទៀតផងបាទប្រិយមិត្តនេះគឺជា5ចំណុចពីរាជបុត្ររបស់ស្ដេចថៃមហាវ៉ាជីរាឡុងកនបាទចំពោះអត្ថបទនេះក៏បានឈានមកដល់ទីបញ្ចប់ហើយប្រិយមិត្តជាចុងក្រោយខ្ញុំបាទក៏សូមអរគុណចំពោះការទស្សនាហើយក៏សូមអធិស្ឋានដល់រាល់ពាក្យពេចន៍ក៏ដូចជាកំហុសខុសឆ្គងដែលបានកើតមានដោយអចេតនានៅរាល់ប្រការណាមួយជួបគ្នានៅវីដេអូបន្ទាប់